ជំរាបសួរបងប្អូនទាំងអស់គ្នាព្រឹកនេះបន្ទាប់ពីជូនកូនទៅសាលារៀនអស់ហើយខ្ញុំគឺ10ម៉ោងទៅផ្សារណានិយាយទៅខ្ញុំជឿថាបងស្ត្រីមេផ្ទះពេលដែលទៅផ្សារភាគច្រើនឲ្យតែថាឃើញរបស់របរណាតែថាយើងត្រូវតែអញ្ចឹងគឺប្រមូលដាក់ឲ្យពេលខ្លះរបស់ខ្លះគឺអត់ត្រូវតែទេប៉ុន្តែរបៀបថាវាមើលទៅវាល្អវាស្រស់អីអញ្ចឹងក៏តែមកដែរអញ្ចឹងទៅដូចខ្ញុំជាដើមនេះមិនដំបងគឺថាអត់តែច្រើនទេគិតក្នុងចិត្តណាទៅតែតាបន្លែតិចតួចសម្រាប់ថ្ងៃហ្នឹងអញ្ចឹងប៉ុន្តែមានណាតដាឃើញមានផ្លែឈើហើយគេបញ្ចុះតម្លៃទៀតដល់អញ្ចឹងជាពិសេសអាផ្លែត្រឡប់នេះគឺទិញរៀងច្រើនមែនតើនេះសម្រាប់ខ្ញុំណាហើយនិយាយទៅខែនេះគឺជាខែសម្បូរផ្លែត្រឡប់ដល់អញ្ចឹងហើយខ្ញុំទិញរៀងច្រើនខ្ញុំរៀបចំឲ្យបានដាក់នៅក្នុងទូទឹកកកអស់ហើយមករៀបចំធ្វើទឹកស៊ុបនេះគឺខ្ញុំស្ងោរវាអញ្ចឹងទៅពេលណាដែលគាត់មិនថាប្តីថាកូនខ្ញុំទេពេលណាដែលគាត់ចង់ញ៉ាំអញ្ចឹងទៅគឺងាយស្រួលតែម្ដងហើយខ្ញុំធ្វើឲ្យតែម្ដងមិនថាថ្ងៃនេះឬថ្ងៃស្អែកអញ្ចឹងណានិយាយទៅថ្ងៃនេះរៀងរវល់បន្តិចរងាស់ទឹកស៊ុបនឹងទុកចោលអញ្ចឹងទៅបន្ទាប់មកខ្ញុំឆ្លៀតមកធ្វើគេហៅថាប្រហិតសាច់គោណានិយាយទៅប្រហិតសាច់គោហ្នឹងខ្ញុំមិនដែរធ្វើទេបងប្អូនយូរខ្ញុំធ្វើម្ដងអញ្ចឹងដោយសារតែពេលដែលខ្ញុំធ្វើទៅខ្ញុំមានអារម្មណ៍ថាកូនខ្ញុំចង់និយាយថាគាត់ធ្លាប់តែទិញគេហូបអញ្ចឹងណាវារសជាតិវាប្លែកតែអញ្ចឹងហើយគាត់អត់សូវហូបទេប៉ុន្តែសម្រាប់ខ្ញុំគិតថាពេលដែលខ្ញុំធ្វើហើយហ្នឹងអាប្រហិតសាច់គោហ្នឹងរសជាតិហ្នឹងគឺទទួលយកបានអញ្ចឹងណាហើយប្រហិតសាច់គោនេះគឺខ្ញុំអត់ប្រើដៃទេខ្ញុំប្រើម៉ាស៊ីនកិនវាឲ្យម៉ត់ណាដាក់គ្រឿងដាក់អីអញ្ចឹងទៅហើយយើងកិនវាទៅគឺស្រួលទេងាយស្រួលធ្វើមែនតើនេះសម្រាប់ខ្ញុំមួយផ្លែតហ្នឹងគឺហើយទឹកនេះខ្ញុំដាក់ពេលដែលឆ្អិនណាខ្ញុំដាក់ទឹកជាងធម្មតាមកទឹកហើយលាងសម្អាតហើយបាទខ្ញុំដាក់កធន់មួយទៀតសម្រាប់ដាក់ទឹកកកណាដូចបងប្អូនឃើញអញ្ចឹងរូបរាងវាមិនសូវប្រហែលទេប៉ុន្តែធានាថាប្រហិតហ្នឹងគឺស្វិតឆ្ងាញ់ណានេះសម្រាប់ខ្ញុំដូចបងប្អូនឃើញនេះឥឡូវនេះគឺយើងមកដាក់លាយជាមួយនឹងទឹកស៊ុបហើយបន្ទាប់មកវារៀងថ្ងៃដែរណាតម្រាំតែខ្ញុំរងាស់ទឹកស៊ុបអីហ្នឹងហើយអស់ហើយអញ្ចឹងម៉ោង12ជាងដែរហើយអញ្ចឹងហើយរៀងហេវតែអត់ហូបច្រើនទេក៏សម្រាប់ចិត្តថាដួសទឹកស៊ុបហ្នឹងហូបតែម្ដងតែដូចបងប្អូនឃើញហ្នឹងប្រហិតពីគ្រាប់ហ្នឹងគឺរួចមួយពេលតែម្ដងបន្ទាប់ពីខ្ញុំហូបហើយអីអស់ហើយអញ្ចឹងណាបន្តការងាររបស់ខ្ញុំទៀតដូចខ្ញុំនិយាយអញ្ចឹងថ្ងៃនេះខ្ញុំទិញអីវ៉ាន់រៀងច្រើនតែអញ្ចឹងហើយខ្ញុំត្រូវការធ្វើការងារហ្នឹងឲ្យហើយណាហើយសាច់ជ្រូកនេះគឺខ្ញុំហាន់វាទូចឹងមកបន្ទាប់មកខ្ញុំយកវាទៅដាក់នៅក្នុងទូកកនៅពេលណាដែលខ្ញុំអត់មានពេលធ្វើវាអញ្ចឹងគឺងាយស្រួលយកតែចេញពីទូកកមកអាចស្លបាន